ចាឆាប់ឡើងអាយ៉ាយូរទៅបងហើយយាចាំខ្ញុំផងអាយូឆាប់ចេញទៅចេញទៅអាយ៉ាយ៉ាយ៉ាចេញទៅថាចេញអូយអាយ៉ាអូយចេញទៅចេញទៅខ្ញុំចង់ធ្វើចឹងទេតែខ្ញុំទ្រាំអត់បានអូយឡើងយកទៅឆាប់ដាក់សាមជីហើយមនុស្សចង្រៃហ៎អូយឯងនេះអត់ចេះខ្មាស់គេទរសោះហើយមកប្រព្រឹត្តអំពើអគុណធម៌បែបនេះទៅវិញពួកវាយឯងឲ្យងាប់អាដេរឆានងាប់ទៅបងឆៃលៀងបងញ៉ាំអីវាយងាប់វាយងាប់វាយអីឲ្យងាប់វាយអីវាយងាប់ដាក់ឲ្យវាយឯងជិតដាក់ឯងមកជើងទៀតងាប់តាចង្អែងាប់មកឲ្យចុះបាយទៅអ្នកទាំងពីរជប់សំដែងលក្ខខណ្ឌនៅចំពោះមុខខ្ញុំទៀតទៅតាលៀនហើយមិនបានជានាងនិយាយអញ្ចឹងទៅវិញខ្ញុំលើហើយនិយាយថាលោកធ្វើសារនៅហត់ណាស់ខ្ញុំក៏អាណិតលោកណាស់ដែរចាលៀងពូក៏គ្មានមធ្យោបាយដែរពូពិតជាចង់ធ្វើស្រាប្រកបមែនណាឥឡូវចេះខ្ញុំទៅកន្លែងធ្វើស្រារបស់ពូណែនាំខ្លះចាលៀនអរគុណហើយប៉ុន្តែលោកត្រូវតែចាំរូបមន្តស្រារបស់ខ្ញុំលោកកុំសម័យថាចង់បានវាអសោះបានហើយឡើងធ្វើស្រែរួចទៅហើយដល់រដូវរំហើយចាំតែប្រមូលផលទៅលោកអាម៉ាតលោកចេះតែនៅក្នុងវាំងមិនដឹងពីរឿងធ្វើស្រែទេនេះជាជំហានទី1តមកទៀតត្រូវជ្រួយដីស្រោចទឹកការពារដង្កូវចម្រះស្មៅហើយនឹងស្ទូងទៀតទម្រាំដល់រដូវរំហើយវានឿយហត់សម្បើមណាស់បានហើយកិច្ចការអននេះឲ្យលោកជាមួយនឹងស៊ីតាន់យិនជាអ្នករ៉ាប់រងខ្ញុំមិនរំខានទេហេនេះហើយសាន់ជីពួកឯងមកហើយបងឯងនេះចេះតែនិយាយពាក្យមិនបានការពួកខ្ញុំបានចាំមកឲ្យឆោតធ្វើអីទៀតបងប្រុសបងគោរពអូននិយាយពាក្យគួរសមជាមួយអូនតាអូបងខ្ញុំមកហើយបើអញ្ចឹងបងឈរនៅទីនេះហើយឈរឲ្យស្រួលទៅឈរអត់ទេហើយបងទីយ៉ាងនិយាយថាបើឯងមកហើយឲ្យឯងទៅជួបនឹងគាត់ភ្លាមទៅទីយ៉ាងរកខ្ញុំធ្វើអីបើគេហៅទៅហើយសួរធ្វើស្អីទៀតតែក៏ទៅស្មានតែខ្ញុំខ្លាចទេគាត់ណៃណានៅក្នុងផ្ទះនោះអូនទៅមុនចុះបងទៅកន្លែងធ្វើស្រានាងពិតជាមិនធម្មតាមែនឬថានាងជាមួយនឹងនាងឆាយគឺរាប់អានគ្នាជាបងប្អូនធំម្យ៉ាងទៀតធ្វើឲ្យមេបងនៅឆាងហ៊ុនឡើយនោះវិញស្លាប់វិញរស់ទៀតអស្ចារ្យជាងឆាយលៀងឆ្ងាយណាស់ធ្វើជាអនាគតអ្នកដឹកនាំកន្លែងធ្វើស្រារបស់លោកអាម៉ានមកអង្គុយទៅមានស្អីអស្ចារ្យទៅអាយ៉ាគិតទៅចិត្តមនុស្សយើងដូចគ្នាទេឲ្យតែយើងល្អចំពោះគេដែលស្មោះគ្មានអ្វីដែលថាធ្វើមិនបានទេនិយាយត្រូវទស្សនវិជ្ជារបស់ឆាងជីវិតនៅក្នុងលោកនេះគឺទាំងអស់បងទីយ៉ាងឈប់សរសើរខ្ញុំទៀតទៅមានរឿងអីនិយាយត្រង់មកអញ្ចឹងខ្ញុំនិយាយត្រង់ហើយណាខ្ញុំនឹកឆាយលៀងណាប៉ុន្តែលោកអាម៉ាន់ធ្វើអញ្ចឹងខ្ញុំគឺមិនអាចទៅជុំគេបានទេដើម្បីចូលរំដោះគេខ្ញុំរកមធ្យោបាយគ្រប់យ៉ាងហើយតែនៅតែមិនបានអញ្ចឹងតែគិតយ៉ាងម៉េចទៅងាយស្រួលទេខ្ញុំទៅនាំគាត់មកជួបបងទៅបានហើយយ៉ាមិនបានទេម្ដាយរបស់ខ្ញុំក៏មិនយល់ព្រមលោកអាម៉ាតក៏មិនយល់ព្រមដែរបានអញ្ចឹងគិតយ៉ាងម៉េចទៅមិនណាធ្វើអញ្ចឹងមិនល្អទេដឹងប៉ុន្តែមានតែធ្វើអញ្ចឹងហើយទៅល្អទាំងសងខាងបានហើយគ្មានកិច្ចការអីទៀតទេខ្ញុំទៅហើយណាអូស្រានេះខ្លាំងមែនតែមកប៉ាន់សាន់ជីផឹកឆ្អែតបាត់ហើយអ្នកលៀងប្រាប់គេតែបន្តិចទៅបានហើយមិនក៏អ្នកនាងយកចិត្តទុកដាក់ម្លេះបង្រៀនគេច្រើនយ៉ាងនេះបានប្រកបរូបមន្តទៅឲ្យគេខ្លាចតែប្រឆាំងនឹងវិជាជប់ឲ្យបងសុំបងរត់ទៅណានេះកុំអីមើលជួយក្រោយបងហ៊ានទៀតទេតែបងឲ្យមើលបងរត់ទៅណាទៀតស្អីខ្ញុំអត់មានធ្វើទេក្រោយបងហ៊ានទៀតទេតែស្ងៀមអូនវាយបងឲ្យស្លាប់ហើយតែមានរឿងអីក៏វាយទៀតហើយឆ្កែនៅតែស៊ីលិមួកហ
ហើយលោកយ៉ាងម៉េចទៀតហើយហ្នឹង ស្អីក៏ខ្ញុំធ្វើដែរ ស្អីក៏អត់ធ្វើយ៉ាងម៉េចបងឆៃលៀងគេឡើងលើបង្អួចកន្លែងធ្វើស្រែលួចមើលបង ខ្ញុំជាមនុស្សបែបនេះអីខ្ញុំរៀនធ្វើស្រាតាមួយថ្ងៃដើរតែតោលឯងធ្វើស្រាស្អី ពុកថាតែមើលគួរវាយទេ គួរតែវាយ អូនវាយបងឲ្យស្លាប់វាយបងឲ្យស្លាប់អូនវាយបងអូនវាយបងអូនវាយបងឲ្យស្លាប់វាយឲ្យស្លាប់ យ៉ាងនេះអុយ ឲ្យស្លាប់អេបានហើយបងអូនហើយយីឯងជឿគេទៅឈប់វាយគេទៅណាមកណាហៅបងស្រីទៅ បងឆៃលៀន អូនប្រាប់បងណាបងហើយគាត់ថាបងឆៃលៀងចាប់ពីពេលនេះទៅគាត់ជាបងបង្កើតរបស់បងហើយបើបងមានកំណត់ផ្ដេសផ្ដាស់ទៀតមិនស្មើនឹងសត្វផងលើហើយណានៅញញឹមអីទៀត អាឈីមើលស្អីមើលឡើងភ្លឹងចឹង ខ្ញុំកំពុងតែស្រាវជ្រាវរូបមន្តស្រា រូបប្រពន្ធស្រាស្អី រូបមន្តស្រារួមមានគ្រប់មុខហើយខ្ញុំប្រាប់បងទៅចោះគឺហេតុផលធ្វើស្រាតាំងពីដើមរហូតដល់ពេលនេះហ្នឹងណា ធ្វើស្រាគឺធ្វើស្រាហើយនៅនិយាយពីរឿងបុរាណដល់ពេលនេះធ្វើស្អីទៀត ធ្វើស្រាត្រូវនិយាយពីបុរាណរហូតដល់ពេលនេះបងចាំស្ដាប់ណារូបមន្តស្រាគឺជាខ្នាតរូបមន្តពិសេសមួយនៅក្នុងរូបមន្តចិនវាមានតំណែងពិសេសគេនិយាយតគ្នាថាសម័យសេវអ៊ីមានទីអ៊ីបង្កើតរបៀបធ្វើស្រាគឺដូនតាគ្រួសារទីហ្នឹងហើយ ហ៎ស្រាគឺដូនតាគ្រួសារទីជាអ្នកបង្កើតអញ្ចឹងបានជាស្រារបស់ដូនតាគេល្អ ពាក្យចាស់លោកពោលថាគ្មានស្រាតែងកំណាប់មិនកើតលីប៉ាយផាក់ស្រាមួយតយកំណាប់រាប់រយផ្ទាំងតង់ផស្រវឹងបន្សល់គេឈ្មោះបាក់ស្រាមួយអើតិនគឺដូចជាបាក់រូបមន្តស្រានៃប្រវត្តិសាស្ត្រដែលពោពេញទៅដោយលក្ខណៈនៃស្រា ហើយបានហើយនាងនិយាយរឿងទាំងអស់នេះគឺខ្ញុំមិនយល់ទេអេសិភៅនេះអ្នកណាឲ្យនាង និស្សិតជាងណានគឺអ៊ូថង ថាម៉េចគឺអានិសិតចង្ញៃដែលស្មានថានាងគឺជាយន់ហុងហ្នឹងឯងគេមកពីកាលហើយមិនក៏ខ្ញុំមិនឃើញគេ គេមកច្រើនលើកហើយរឿងអីដែលគេមកហើយឲ្យពួកគេដឹងនោះ អើយគេគ្មានបំណងល្អទេ គ្មានបំណងល្អយ៉ាងម៉េចគេដឹងរឿងធ្វើសារច្រើនណាស់ខ្ញុំតែរៀនសូត្រតាមគេទៅបានដូចពួកលោកអញ្ចឹងចេះតែធ្វើសារតាមក្បួនចាស់គឺធ្វើសារល្អមិនកើតទេ នាងចាំចិត្តលើគេមែនទេ ហាខ្ញុំចាប់ចិត្តលើគេមែន គេអត់មានស្អីល្អផងនាងចាំចិត្តស្រឡាញ់គេត្រង់ណាទៅគេអន់ជាងសៀវភូជឿទៅទៀត រឿងនេះមានតាក់ទងអីនឹងលោក ប្រកបជាតាក់ទងនាងសៀវភូជឿល្អឡើងអញ្ចឹងទៅហើយនោះគឺមិនអាចល្អជាមួយដល់ទេ លោកកុំជឿឆ្អែល អមិនក៏មិនឲ្យខ្ញុំឈឺឆ្អាលអញ្ចឹងសៀវភួជឿគឺជាប្អូនរបស់ខ្ញុំថ្ងៃក្រោយនាងគឺជាបងថ្លៃខ្ញុំហើយ អ្នកណាជាបងថ្លៃរបស់លោកនោះ មិនមែនទេមិនមែនបានដែរទេគឺជាប្រពន្ធ លោកនៅនិយាយផ្ដាស់ទេ មិនមែនទេគឺប្អូនថ្លៃបាទនេះសុជាខ្ញុំប្រាប់នាងណានាងប្រយ័ត្នតិចបើឲ្យខ្ញុំដឹងថានាងមានតាក់ទងអីជាមួយនឹងអូថងខ្ញុំត្រូវការប្រាប់សៀវភួជឿ បានហើយមិនក៏លោកមិនគិតមើលទៅគេមកបង្រៀនពីបច្ចេកទេសយើងធ្វើសារគេគ្មានកំណត់ផ្សេងផងគេជាអ្នកណាខ្ញុំជាអ្នកណាតើអាចដែរទេ និយាយរួមនាងប្រយ័ត្នតិច ហ៊ាននិយាយទៀតទេ ប្រយ័ត្ន លោកម៉ាត់ ធ្វើគួយ អូលោកម៉ាត់ មានកាយដែរ លោកម៉ាត់ខ្ញុំប្រាប់លោកដំណឹងសំខាន់មួយទីយ៉ាងកំពុងតែប្រមូលប្រាក់ទៅស្រុកក្រៅទិញស្បៀងហើយទៀត នេះជាដំណឹងសំខាន់អីទៅពួកគេចង់ធ្វើស្រាគឺត្រូវតែប្រើស្បៀងណារដូវផ្ការីឆ្នាំនេះត្រូវយើងធ្វើបាបឡើងជួលដីមិនបានបើគេមិនរកមកជោបាយទិញស្បៀងតើធ្វើយ៉ាងម៉េចបានអាចចេញស្រាមកទៅ ប៉ុន្តែពួកគេទៅទិញស្បៀងនៅខាងក្រៅហើយស្បៀងរបស់យើងលក់អស់ហើយនៅយើងមិនអាចទុកវាឲ្យកោចោលទេ គេទៅទិញស្បៀងនៅស្រុកក្រៅកម្លាំងវត្ថុបូកជាមួយនឹងតម្លៃស្បៀងគឺទ្វេ1ជា2តម្លៃស្បៀងរបស់យើងថ្មីត្បិតតែរៀងខ្ពស់បន្តិចតែបើគិតយ៉ាងណាក៏វាថោកជាងស្បៀងដែលគេទិញនៅស្រុកក្រៅដែរលុះត្រាតែទីយ៉ាងសំបីតែប្រាក់ក៏មិនចេះគិត សមហេតុផលហើយសមហេតុផល ពោគួយទោះជាស៊ើបដឹងរឿងតូចតាចឬធំក៏ដោយគឺត្រូវតែមកប្រាប់យើងឲ្យទាន់ពេលណា បាទ ឃើញហើយ អ
គួសមហេតុអីក៏ចេះតែអន់ជាងស្រាគ្រួសារទីអញ្ចឹងឆាយលៀងឆាយលៀងបើសិនជាឯងអាចយករូបមន្តស្រារបស់ឯងមកឲ្យខ្ញុំស្រាវជ្រាវនោះប្រហែលជាល្អហើយច្បាស់ជាល្អមិនបានអញឲ្យយោបល់ស្អីអញ្ចឹងយោបល់ឯងនេះធ្វើឲ្យខ្ញុំបំផ្លាញភាពស្អាតស្អំរបស់ខ្លួនឯងតែខ្ញុំនៅមានមុខមាត់ធ្វើមនុស្សទេហើយយ៉ាបងស្រីខ្ញុំយល់ថាចំណុចនេះល្អបងគិតតែមើលទី1បងអាចគេចផុតពីការខ្លំមើលរបស់លោកអាម៉ាតទី2បងអាចទៅគ្រួសារទីឲ្យទីយ៉ាងការពារបងមិនបាច់រងកំហឹងពីមេបនទេប៉ុន្តែនៅតែមិនបានកែឈ្មោះចំពោះស្រីគឺសំខាន់ណាស់ភាពស្អាតស្អំគឺជាជីវិតរបស់ស្រីធ្វើអញ្ចឹងខ្ញុំសោកចិត្តស្លាប់វិញហើយយ៉ាខ្ញុំមិនបានជាបងមិនយល់សោះអញ្ចឹងបងនៅទីនេះស្អាតស្អំអាចរក្សាកែឈ្មោះរបស់បងបានហើយថ្មីត្បិតតែបងលក់សម្លេងតែមិនលក់ខ្លួនប៉ុន្តែបាននិយាយឲ្យច្បាស់ទៅនៅទីនេះគឺឆាងខ្លួនលើជាកន្លែងបនស្រីឲ្យតែបងនៅទីនេះគេប្រកាសជាថាបងលក់ខ្លួនដឹងទេហើយយីមិនក៏អ្នកនាងនិយាយស្ដីអាក្រក់ស្ដាប់ម្លេះអាក្រក់ស្ដាប់ពួកបងចូលទៅក្នុងឃុំស្ដាប់គេមើលមានពាក្យអាក្រក់ស្ដាប់ជាងនេះទៅទៀតខ្ញុំគ្រាន់តែនិយាយពាក្យបញ្ឆិតបញ្ឈៀងញុះញង់ពួកបងតែប៉ុណ្ណោះទេឲ្យដឹងទៅនាងខ្ញុំយ៉ាងម៉េចខ្ញុំយល់ហើយប្អូនហើយយីដាក់បីឲ្យពួកយើងល្អតែប៉ុណ្ណោះទេប៉ុន្តែបើឲ្យខ្ញុំធ្វើអំពើបែបនេះខ្ញុំទៅមិនរួចឡើយហើយចង់និយាយរួមខ្ញុំមិនចង់បញ្ចូលបងមិនកាត់ទេខ្ញុំមានតែក្បត់នឹងដូនតាហើយបងដឹងថានេះជាកំណត់របស់អ្នកណាទេសានពុយថាមិនមែនទេបងសានជារបស់ឯងក៏មិនមែនដែរខ្ញុំប្រាប់បងទៅចុះដឹងហើយណែលោកម៉ាត់តាំងយិនមានការអីហ៎ព្រឹកមិញពួកប្រមាណអ្នកដែលទៅយាមឆាយលៀងនោះបាននិយាយថាកូនស្រីរបស់លោកឆាយលៀងនោះឈឺបាត់ទៅហើយឈឺអីមិនដឹងថាឈឺអីទេសួរគ្រូពេទ្យប្រមាណអ្នកហើយនៅតែមិនដឹងពីមូលហេតុជំងឺទៀតនាងក្អួតផងក្តៅផងនិយាយរវើរវាយឈឺឡើងក្រោកពីក្រែលែងចង់រួចទៅហើយជំងឺនេះចម្លែកមែនឆាប់ទៅរកគ្រូពេទ្យព្យាបាលឲ្យគេទៅបាទណាហើយខ្ញុំទៅជាមួយឯងដែរបាទលោកអាម៉ាតសុំជើញតើដល់ទីនោះលោកនិយាយថាស្រីនោះមានផ្ទៃពោះនិយាយព្រេះផ្ដាស់ថាស្រីនោះមានផ្ទៃពោះបាត់បង់កិត្តិយសគ្រូពេទ្យខ្ញុំស្លាប់ហើយខ្ញុំមិនធ្វើទេបានមិនធ្វើខ្ញុំសម្លាប់លោកតែនាងមានគំនុំមកវិញជាមួយគេអីអត់ទេគាត់ជាបងស្រីខ្ញុំនាងមិនមែនទៅលេងសើចជាមួយខ្ញុំទេអីឬមួយក៏នាងឈឺដែរលោកទៅមានជំងឺខ្ញុំប្រាប់លោកកាន់ត្រង់ចុះអាម៉ាត់តែចង់ធ្វើបាបនាងតែលោកនិយាយថានាងមានផ្ទៃពោះទើបអាចជួយរំដោះនាងបានយល់ទេខ្ញុំយល់ហើយតែចង់បន្តិចទៀតពេលដល់ទៅដល់កន្លែងនោះលោកកំប្រាប់ថាខ្ញុំអ្នកហៅលោកឲ្យមកណាប្រាប់ថាមនុស្សគ្រួសារប៉ែអញ្ជើញលោកមកលើហើយណែបាទទៅលើពួកយើងធ្វើការលើក្លិននេះមិនត្រូវទេអូយក្របទុកក៏ដាក់ចុះមកដាក់ចុះអញ្ជើញលោកអាម៉ាតគ្រូពេទ្យមកហើយលោកអាម៉ាតលោកនៅទៀមឆ្នាំមួយណាគាត់ជាពេទ្យដែលនៅទៀមហួយឈុនវាជាពេទ្យពូកែណាស់ប៉ុន្តែកូនស្រីខ្ញុំមើលបាទអញ្ជើញបាទមិនអាចទេយ៉ាងម៉េចឈឺអីលោកអាម៉ាតមិនអាចនិយាយទីនេះបានទេណាទៅក្រៅទៅនិយាយនៅទីនេះហើយក កូនស្រីលោកអត់មានជំងឺធ្ងន់ធ្ងរទេប៉ុន្តែនិយាយទៅគ្រាន់តែមានផ្ទៃពោះហាលោកចង់និយាយថានេះមានផ្ទៃពោះហ៎ទៅបាទលាកសិនហើយ
តែនាងមានផ្ទៃពោះជាមួយណាជាមួយទីយ៉ាងមែនទេមិនមែនណារបស់អ្នកណារបស់អ្នកណា ខ្ញុំក៏មិនដឹងដែរ ខ្ញុំដឹង អ្នកណា ប្រកាសជាកូនរបស់សានគួយខាងចង្រៃនោះហើយក ូនមួយណា គឺមនុស្សចង្រៃសានជីហ្នឹង សានគួយអីសានគួយឯងដើម្បីរូបមន្តស្រាបានឲ្យកូនប្រុសរបស់ឯងមករំលោភកូនស្រីរបស់យើងត្រូវតែចម្រាស់បញ្ជីជាមួយនឹងឯងយើងស្មានតែនាងជានារីល្អជានារីអត់កេរខ្មាស់អញ្ចឹងទេហ៎ ខ្ញុំ គឺសានជីរំលោភគាត់មានទោសស្អី កូនស្រីធំទុកមិនមែនឯងនៅស្រឡាញ់ទីយ៉ាងទេ ខ្ញុំ គាត់មិនស្រឡាញ់ទីយ៉ាងក៏មិនស្រឡាញ់គាត់ដែរម្យ៉ាងទៀតក្រែងលោកទៅគ្រួសារទីស្ដីដណ្ដឹងហើយត្រូវគេបដិសេធទេ ប៉ុន្តែទីយ៉ាងមកទីនេះរំលោភកូនស្រីរបស់យើងគេចាំបាច់ត្រូវតែយកកូនស្រីយើង មិនមែនគាត់ទេពិតជាមិនមែនគាត់មែន មិនមែនគេក៏ត្រូវឯងនិយាយថាគេដែរបែបនេះទើបយើងអាចបញ្ជូនឯងទៅចងជើងរបស់គេឲ្យជាប់ ធ្វើអញ្ចឹងអគុណធម៌ពេកហើយមិនត្រឹមតែឲ្យទីយ៉ាងទទួលនារីអត់ភាពបរិសុទ្ធម្នាក់ទេហើយចង់ឲ្យគាត់ទទួលយកក្មេងម្នាក់ទៀត បើមិនអញ្ចឹងធ្វើអញ្ចឹងមិនឲ្យនាងស្លាប់ទៅហើយហ៎ អញ្ចឹងខ្ញុំទៅផ្ទះលោកមិនបានទេ ខ្ញុំជាអាម៉ាតគេមានផ្ទៃពោះតើអ្នកដតីជឿហ៎ អញ្ចឹងគិតយ៉ាងម៉េច ពុកធរអញ្ចឹងខ្ញុំស្ដាប់តាមពុកចុះ ធ្វើអញ្ចឹងទើបជាកូនស្រីធម៌របស់ពុកណាការពិតណាយើងចង់ឲ្យឯងល្អទេ ហើយក្លិននេះមិនក៏កាន់តែស្រួលទៅហើយអញ្ចឹងពាក្យដូចឆាលៀននិយាយនោះហេតុអីក៏ខ្ញុំស្រាប់តែភ្លេចអស់ទៅហើយខ្ញុំប្រកែកភ្លេចមែនត្មងហើយពុកអូរតនតែម្នាក់ឯងស្អីរូបមន្តដែលឆាលៀនប្រាប់ពុកនោះពុកភ្លេចអស់ហើយលីងទៅហើយចាស់គឺអញ្ចឹងហើយពូតរនាសិនណែពុកកុំទៅអីគេឈឺបាត់ទៅហើយឈឺបើឈឺពុកត្រូវតែទៅមើលហ៎ពុកដឹងថានាងឈឺស្អីទេចង់ទៅមើលស្អីឈឺអីនាងមានផ្ទៃពោះមិនអាចទេហើយយើងទៅលួចប្រាប់ខ្ញុំបាញ់នេះគឺអាចជាអ្នកប្រព្រឹត្តមែនទេខ្ញុំគិតថាខ្ញុំដែរលេងល្បិចសាយកម្មថ្ងៃមុនខ្ញុំធ្វើឬមួយក៏អត់នោះឪពុកនឹងហើយយាកសិតតែឃើញហាញតាអាលអិតឯនេះធ្វើអំពើលួចលាក់រឿងអ្វីក៏ធ្វើកើតដែរឯងប្រាប់ពូតាមត្រង់មកមើលមុនពេលប្រើល្បិចសាយកម្មឯនេះនោះជាមួយនឹងនាងហើយមែនទេនេះនោះស្អីទៅនេះនោះណែខ្ញុំពុតជាអត់នេះនោះមែនអញ្ចឹងអ្នកណាគេជាអ្នកធ្វើទៅគឺទីយ៉ាងណាទីយ៉ាងតើទីយ៉ាងគេអាចធ្វើអំពើអគុណធម៌ដែរអញ្ចឹងពុកទៅសួរអាម៉ាតប៉ាយសិនទៅអាម៉ាតប៉ាយមាត់ឆ្កែរបស់អាម៉ាតប៉ាយនោះអត់មានភ្លុកដំរីទេ លោកអាម៉ាតប៉ាយលោកមកគ្រួសារទីមានការអីដែរ កូនប្រុសដ៏ល្អរបស់លោកស្រីនោះរំលោភកូនស្រីរបស់ខ្ញុំណា និយាយតែផ្ដាស់ មិនក៏និយាយអញ្ចឹង មិនក៏និយាយអញ្ចឹងហ៎លោកស្រីទៅសួរកូនរបស់លោកស្រីទៅលើកមុនខ្ញុំខំមកស្ដីដណ្ដឹងដើម្បីទុកមុខឲ្យលោកស្រីបិទបាំងរឿងអាស្រីរបស់គេប៉ុន្តែកូនលោកស្រីនោះគ្មានវិន័យត្រឹមត្រូវបដិសេធនឹងខ្ញុំឥឡូវនេះកូនប្រុសរបស់ស្រីធ្វើឲ្យកូនខ្ញុំមានផ្ទៃពោះលោកស្រីថាតែមើលកិនមិន ថាម៉េចមិនអាចទេលើកមុនក្រោយពេលលោកមកស្ដីដណ្ដឹងហើយខ្ញុំអប់រំគេតាំងតែណាស់គេមិនដែលទៅកន្លែងបែបនោះទៀតឡើយមិនបានជាកូនស្រីលោកមានផ្ទៃពោះ ប៉ុន្តែមុននេះគេនៅឆ្ងាយពីនាងឥឡូវអាសាជួបគ្នាណាញ៉ាំថាតែមើលទៅកន្លែងបែបនោះធ្វើអីមិនប្រព្រឹត្តអំពើព្រេះប្រាស់ទេអី លោកអាម៉ាតប៉ាយកុំនិយាយបែបនេះកូនប្រុសខ្ញុំដឹងច្បាស់ណាស់គេទៅទីនោះដោយសារតែឆាយលៀងជាកូនស្រីស្ដាច់ស្រាលូគ្រាន់តែមើលប៉ុណ្ណោះគេទៅមើលខុសត្រូវដោយសារតែអ្នកដតីពឹងពាក់ ប៉ុន្តែអ្នកណាក៏ដឹងថានាងនៅទីនោះណាលក់សម្លេងមិនលក់ខ្លួននោះទេរឿងនេះអ្នកណាក៏ដឹងដែរតែនាងមិនផ្ទៃពោះដោយសារតែខ្លួនឯងហ៎ណែខ្មៅយកអីឥឡូវនេះគេជំនួសគ្រួសារទីកូននៅក្នុងផ្ទៃរបស់គេគឺជាចៅរបស់លោកស្រីហ្នឹងណាទៅ
ស្រី នេះឯង លោកស្រី លោកស្រីត្រូវតែល្អចំពោះកូនស្រីខ្ញុំបើមិនអញ្ចឹងទេខ្ញុំមិនអត់ឲ្យលោកស្រីឡើយទៅវិញ អូនមិនឲ្យបងហូបត្រីហេតុអីយកទឹកលាងត្រីម្ចាស់លើខ្លួនបង ប៉ុន្តែបងជួយឪពុកបងធ្វើឲ្យបងឆាយលៀងជួយពួកបងអាចធ្វើស្រាល្អបាន ចុះបងទទួលបានស្អីខ្លះទៅ បងមានអូនណាបងចង់យកស្អី យកបាន មានរឿងអី គេធ្វើបានល្អណាស់ បងបានធ្វើអ្វីខ្លះបានចោលខឹងខ្លាំងម្ល៉េះ ត្រូវឲ្យកូនស្រីគេបានធ្វើអ្វីបានជាកូនខឹងខ្លាំងយ៉ាងនេះ លោកបងកូនមិនអាចតាំងចិត្តស្ងប់ទៀតទេគាត់បានអារម្មណ៍រស់ជាមួយបងឆៃលៀង កូនកុំស្ដាប់គេនិយាយផ្ដេសផ្ដាស់កុំស្ដាប់គេចាក់រុកឲ្យសោះ កូនអត់មានស្ដាប់គេចាក់រុកទេគឺកូនឃើញដោយផ្ទាល់ភ្នែកបងឆៃលៀងត្រូវគាត់ធ្វើបាបឡើងមានផ្ទៃពោះឥឡូវត្រូវលោកអាម៉ាត់ប៉ាយបញ្ជូនមកគ្រួសារទេអ៊ំស្រីក៏គ្មានពាក្យអីនិយាយដែរឲ្យគាត់នៅផ្ទះនោះហើយបងកូនមិនអាចនៅជាមួយមនុស្សបែបនេះទេកូនចង់ផ្ដាច់ពាក្យកូនចង់ផ្ដាច់ពាក្យ ផ្ដាច់ក៏ផ្ដាច់ទៅនិយាយរួមបងមិនអាចទុកឲ្យឆៃលៀងនៅខាងក្រៅម្នាក់ឯងទេ ទីយ៉ាង លោកពូលេងពូមិននិយាយទេខ្ញុំសរសេរសម្បត្តិលះលែងគ្នា បង ហើយកូនស្រីល្អទីយ៉ាងក៏គួរតែយកចិត្តទុកដាក់នឹងកូនស្រីស្ដេចស្រាលូដែរ បានហើយកូនមិនចង់ស្ដាប់ទេឈប់និយាយទេ នេះកូនស្រី ពុកបានឆៃលៀងជួយធ្វើស្រាល្អទីយ៉ាងនោះក៏យកបានឆៃលៀងហើយខ្ញុំយកបានស្អីខ្លះទៅស្អីក៏ខ្ញុំមិនយកបានដែរទីបំផុតនេះខ្ញុំមានឈ្មោះរណបគេទៀតផងខ្ញុំបងខាតហើយគឺបងខាតច្រើនមែនតើហ្មងហើយអាជាឯងប្រាប់ពុកតាមត្រង់មកមើលតើឯងធ្វើឲ្យឆៃលៀងនឹងមានផ្ទៃពោះមែនទេកាលពីមុនណាពុកឲ្យឯងសហការជាមួយពុកប្រើល្បិចសាច់កម្មតែឯងមិនព្រមសោះខ្ញុំលេងមែនតើឬមិនក៏អត់ពុកដឹងហើយខ្ញុំក៏មិនដឹងថាហេតុអីដែលបានជាហើយាកនេះគឺចិត្តតែចង់ជះទឹកអាខ្វក់មកដាក់ខ្ញុំឯងក៏មើលងាយហើយាកនេះសោះណាធម្មតាគេធ្វើដូចជាល្ងីល្ងើការពុតគេកំពុងតែប្រើប្រាស់ពួកយើងតែប៉ុណ្ណោះទេពុកប្រាប់ឯងបើឯងចង់រកមនុស្សជំរះបញ្ជីនោះឯងត្រូវហើយាកឯងមិនរកពុកធ្វើស្អីខ្ញុំហ៊ានដែរឯងហ៊ានមិនហ៊ានថ្ងៃក្រោយមានការឈប់មករកពុកណាស្ដាប់បានទេទៅណាខ្ញុំនេះគេហៅថាឪពុកក្មេងអៀកូនភាសាឡើងលើឆាកលខោនខ្មាស់គេណាខ្មាស់គេមែនតើដឹងថាខ្លួនឯងចេះខ្មាស់គេហើយដឹងគឺល្អហើយឯងពិតជាកូនអកតញ្ញូមែនក្រោយពេលដែលឪពុកឯងបាត់ខ្លួនប្អូនប្រុសឯងត្រូវនិរទេសនៅខាងក្រៅគ្រួសារពឹងលើឯងទាំងស្រុងរាជការតែងតាំងឯងជាមន្ត្រីត្រួតពិនិត្យស្រាទៀតឯងត្រូវរែកពុនវាសនាគ្រួសារទីនឹងស្ដេចស្រាទាំងអស់ឯងបែរជាមិនគិតពីការងារការពិតម៉ែគិតថាឯងគ្រាន់តែទៅមើលឆៃលៀងបន្តិចតែប៉ុណ្ណោះតែមិននឹកស្មានថាឯងបែរជាប្រព្រឹត្តអំពើបែបនេះសោះឯងធ្វើឲ្យឆៃលៀងបាត់បង់ភាពបរិសុទ្ធធ្វើឲ្យគ្រួសារយើងបាត់បង់កេរ្តិ៍ឈ្មោះឯងធ្វើឲ្យម៉ែក្តៅកាហាយខ្លាំងណាស់អ៊ំស្រីបើពួកបងទីយ៉ាងចឹងទៅហើយយើងឲ្យបងឆៃលៀងនៅទីនេះហើយមែនទេតែផ្ដាស់ឆៃលៀងនៅចុះឋានហ្វងគិតយ៉ាងម៉េចបើអញ្ចឹងគិតយ៉ាងម៉េចទៅម៉ែថាហ្វុំបាន送ខ្ញុំផ្ដាច់ពាក្យទៅហើយខ្ញុំយល់ព្រមនាងដែរខ្ញុំបានអាជីវយកលិខិតផ្ដាច់ពាក្យទៅឲ្យគេហើយឯងចង់ធ្វើឲ្យប៉ះពាល់ដល់បងប្អូននិងមិត្តភ័ក្តិឪពុកឯងហ៎ម៉ែទុកចិត្តចុះខ្ញុំមានរឿងពិបាករបស់ខ្ញុំមិនធ្វើអំពើដែលមិនគប្បីចំពោះគ្រួសារទីទេខ្ញុំដឹងថាខ្ញុំត្រូវធ្វើយ៉ាងម៉េចហើយបានឯងគិតគូរខ្លួនឯងចុះសុំតបបងទីយ៉ាងគឺខ្ញុំនាំទុកដល់បងមិននាងនាំទុកដល់ខ្ញុំទេគឺខ្ញុំប្រាស្រ័យនាងរឿងនេះខ្ញុំយល់ហើយប៉ុន្តែដើម្បីខ្ញុំបងទទួលយកកេរ្តិ៍ឈ្មោះអាក្រក់នេះឥឡូវតើគួរធ្វើយ៉ាងម៉េចទៅយើងនៅស្ងៀមសំតែចាំគិតទៀតលោកអាម៉ាតមិនក៏លោកមិនទៅមើលដំណាំយើងឡើងខៀវសង្ងាត់
ប្រហែលថ្ងៃមុនទីយ៉ាងគេរត់ទៅមើលរៀងរបស់គេសរសើរហើយចំណែនទៀតផងមើលទៅខ្ញុំសប្បាយចិត្តឡើងទ្រាំមិនបាននោះទេ គេពិតជាមើលស្រែមែនហ៎ ទៅមែនខ្ញុំបានឌឺដងឲ្យគេទៀតផងណា បើគេទៅមើលស្រែចម្ការត្រូវការពារខ្លាចគេបំផ្លាញណា ហើយលោកអាម៉ាតអារឿងនេះលោកទុកចិត្តចោះខ្ញុំបានចាត់មនុស្សឲ្យការពារទាំងថ្ងៃទាំងយប់កុំថាឡើយទីយ៉ាងទោះជាប្រពេមួយមន់មួយក៏មកចិត្តដំណាំយើងមិនបានដែរណា ល្អធ្វើបានល្អណាស់ចប់សិន ណាណែ យប់នេះណាលោកច័ន្ទមនុស្សប្រមាណអ្នកទៅគ្រួសារទីស៊ើបការខ្ញុំចេះតែមានអារម្មណ៍ថាគ្រួសារទីទទួលយកឆៃលៀងដូចជាមិនស្រួលទេបើពូជរបស់គេមែនណាអញ្ចឹងយើងមិនជូនចៅម្នាក់ទៅឲ្យគេម្នាក់នោះទៅទៅហើយទេហីម្យ៉ាងទៀតណាគេអាចបន្តពូជស្រារបស់គេបានតទៅទៀតអញ្ចឹងយើងមិនប្រព្រឹត្តអំពើល្ងង់ខ្លៅទេហី ខ្ញុំសួរសានគួយថារួចហើយគេថាសានជីសារភាពហើយតា សម្ដីរបស់សាងគួយថាងនោះលោកជឿដែរប្រហែលជាគេយកចិត្តទីយ៉ាងទៅគេនិយាយអញ្ចឹងឥឡូវអញ្ចេះណាបើដឹងថាតំណាក់តំណរបស់ទីយ៉ាងជាមួយឆាយលៀងនោះពិតជាអញ្ចឹងមែននោះអញ្ចឹងសម្រាប់ឆាយលៀងនោះចោលត្មងទៅ បាទ តើនេះមានកូនជាមួយអ្នកណាគេឆាំនិយាយភ្លាមទៅនិយាយទៅ ឪពុកខ្ញុំហើយនឹងឪពុកបងគឺជាបងប្អូនធំខ្ញុំត្រូវមនុស្សអាក្រក់ធ្វើបាបខ្លាចទៅចេញចឹងខ្ញុំសុំបោះទុកផ្លូវមួយឲ្យខ្ញុំផងទៅបានទេអូ បើចង់បានផ្លូវដែរលុះត្រាតែនាងប្រគល់រូបមន្តស្រាមឲ្យយើងទើបយើងទុកជីវិតឲ្យនាងណា ប៉ុន្តែរូបមន្តស្រាខ្ញុំដុតចោលអស់ហើយ សរសេរទៅសរសេរភ្លាម អ្នកនាងមិនអាចសរសេរឲ្យគេទេទីយ៉ាងមិនមែនជាមនុស្សល្អទេបើសរសេរឲ្យគេសម្លាប់យើងចោលហើយ ខាងអ្នកប្រុសអ៊ូឲ្យដំណឹងមកថានៅជាងណានគេប្រមូលបានប្រាក់ច្រើនណាស់ហើយគេបានកក់ស្បៀងនៅសានតុងនិងហើប៉ៃយ៉ាងច្រើនទុកឲ្យយើងធ្វើស្រាដល់ពេលរដូវរំហើយយើងមិនបាច់ខ្វល់ពីស្បៀងសម្រាប់ធ្វើស្រាទៀតទេហើយក៏មិនបាច់ទៅអង្វរលោកអាម៉ាត់ប៉ាយទៀតដែរ សឺម៉ៃរៀបចំបញ្ជាខ្ញុំទៅទុកគ្រាន់ដោះស្រាយណា ទីយ៉ាងការងារយើងចប់ហើយពូចង់និយាយជាមួយឯងប្រហែលម៉ាត់ ជើញ ទៅយើង អត់ទៅយើងតោះ លពូខ្ញុំនឹងថាលពូចង់និយាយឲ្យហើយខ្ញុំនឹងថានហ្វុងធ្វើត្បិតតែប្រាច់ពីមែនតែនេះគ្រាន់តែជាល្បិចកលទេនេះគឺជាមធ្យោបាយមួយនៅពេលដែលគ្មានមធ្យោបាយខ្ញុំសន្យានឹងពូគង់តែមានថ្ងៃណាមួយខ្ញុំនឹងទទួលយកថានហ្វុងដោយផ្ទាល់ ប៉ុណ្ណឹងខ្ញុំយល់ហើយទីយ៉ាងចាំខ្ញុំប្រាប់ឋានហ្វុងកុំឲ្យបង្ករឿងតទៅទៀត ទេបើពូពិតជាចង់ជួយខ្ញុំមែនឲ្យនាងបង្ករឿងតទៅទៀតចុះណា ទីយ៉ាងបានហើយយ៉ាងនេះខ្ញុំកាន់តែយល់ មិនស្រួលទេទីយ៉ាងប្រើល្បិចសាច់កម្មដាក់ខ្ញុំណែតែដឹងណោះពូគួយ បាទលោកអាម៉ាត ខ្ញុំសួរលោកបើលោកដឹងថាកូននោះមិនមែនជាកូនរបស់លោកទេតើលោកឲ្យគេស្នំមុខរបស់គ្រួសារទេ មិនកើតទេប្រុសណាក៏មិនអាចធ្វើអញ្ចឹងបានដែរ ចុះបើស្រីស្អាតជាងប្រពន្ធរបស់លោកនោះ អញ្ចឹងក៏មិនបានលុះត្រាតែគេជាមនុស្សចេះតែរកស្រីមិនគិតពីគ្រួសារ ទីយ៉ាងជាមនុស្សបែបនេះទេ មិនមែនទេមិនមែនចិត្តដាច់ខាត់ហើយបើមិនអញ្ចឹងទេគេប្រឆាំងជាមួយលោកអាម៉ាតប៉ាយធ្វើអី ហើយពួកយើងចាញ់បោកគេហើយចាញ់បោកទីយ៉ាងប្រកាសជាមានរូបមន្តស្រារបស់ឆៃលៀន ថ្ងៃមុនអ្នកដែលទៅស៊ើបការនោះក៏និយាយអញ្ចឹងដែរលោកអាម៉ាតពេលនេះក្រែងលោកជឿគេហី នេះប្រហែលជាល្បិចសាច់កម្មណា ល្បិចសាច់កម្ម ប្រហែលជាឆៃលៀងនោះពិតជាមានកូនរបស់គេមែនគេស្មានដឹងថាខ្ញុំនឹងចាត់ឲ្យទៅស៊ើបគេមានចេតនាធ្វើឲ្យយើងឃើញ ទីយ៉ាងនោះពិតជាល្បិចច្រើនមែន គេអាចខ្លាំងជាងខ្ញុំទៅទៀត มันអាចទេมันអាចដាច់ខាត មកណា បាទណែអានេះ
ប់សិនផ្ទះរបស់គេអ្នកដតីមិនអាចចូលបានតាមចិត្តនោះទេប្រាប់ឲ្យដឹងទៅ សាងខុយទីយ៉ាងសម្រាប់កូនស្រីរបស់យើងមករកគេនិយាយហេតុផល ទីយ៉ាងនៅបន្ទប់ទទួលភ្ញៀវលោកចូលទៅចុះ បាន ឈប់គេចូលទៅមិនបានទេ អីពួកកូនមកតាមខ្ញុំ លោកអាម៉ាតប៉ាយលោកមកមានការអី តាំងពីខ្ញុំនាំកូនស្រីមកដាក់ក្នុងគ្រួសារទីខ្ញុំនឹកគេខ្លាំងណាស់ថ្ងៃនេះមកសួរសុកទុកគេលោកស្រីហៅគេចាញ់មកបានទេ ឆាយលៀងមិននៅផ្ទះខ្ញុំយូរហើយ អត់នៅផ្ទះលោកស្រីចុះគេទៅណាក្រែងកូនលោកស្រីប្រែកពាក្យព្រោះតែរឿងនេះហើយហីលោកស្រីក៏បានទទួលស្គាល់គេជាកូនប្រសាដែរលោកស្រីឈប់លេងសើចជាមួយខ្ញុំទៀតទៅ តាំងពីថ្ងៃដែលលោកជូនគេមកខ្ញុំបានស្ដីបន្ទោសទីយ៉ាងមិនអោយគេទុកឆាយលៀងនៅក្នុងផ្ទះទីយ៉ាងក៏បញ្ជូនគេទៅបាត់ហើយ នាងមានសាច់ឈាមគ្រួសាររបស់អ្នកឲ្យគេទៅវិញអ្នកមិនមែនចិត្តដាច់ដល់ម្លឹងទេហីធ្វើដូច្នេះខ្ញុំមិនជឿលោកមិនជឿគ្រួសារទីរបស់យើងមិនប្រព្រឹត្តអំពើលួចលាក់ទេដូច្នេះបើសិនជាលោកថាខ្ញុំជាអ្នកធ្វើខ្ញុំមានតែទទួលស្គាល់ប៉ុន្តែគ្រួសារទីរបស់យើងពិតជាមិនអាចឲ្យគេនៅនោះទេប៉ុន្តែដើម្បីសហការជាមួយពួកក្មេងនោះយើងគឺមានតែជ្រើកន្លែងផ្សេងដើម្បីលាក់នាងសិនហើយកូនប្រសាល្អកូនស្រីរបស់យើងគឺត្រូវឯងសម្រាប់ចោលហើយហើយណាផោះតាំងឯងថាយកនាងទៅលាក់ហើយចុះលាក់ទុកនៅកន្លែងណាយើងមិនប្រាប់ឯងទេតើវាយ៉ាងម៉េចបើសិនជាឯងនិយាយអញ្ចឹងណាយើងមានតែឆៃឆេមើលហើយ ឈប់សិនលោកអាម៉ាតប៉ាយលោកអត់មានលិខិតឆែកឆេរចំណែកពួកខ្ញុំក៏ជាគ្រួសារមន្ត្រីដែរលោកគ្មានសិទ្ធិឆែកឆេរទេ អ្នកតឡងកំភ្លេចណាយើងនេះគឺជាឪពុកខាងស្រីបាត់កូនស្រីយើងមានសិទ្ធិរងនាំគ្នាឆៃទៅបាទ គាត់ទៅខាងនោះបន្ទប់នីមួយឆាយឆាបានមកចន់ណាដឹងទេបាទហើយឯងពីរនាក់មកតាមខ្ញុំទៅខាងនោះទៅបាទខ្ញុំឆាយឆេផ្ទះគ្រួសារទៀតខ្ទេចតែម្ដង លើចាំស្ដាប់ណាពួកឯងទាំងពីរនាក់ទៅខាងនោះហើយនេះគឺជារឿងឃាតកម្មណាគឺមិនអាចឲ្យដដាចេញចូលលឺទេទៅបាទទៅយើងតោះ លំចាស់ស្រុកអញ្ជើញ លោកម្ចាស់ទី លោកម្ចាស់មកចំពេលឡនណាលោកអាម៉ាត់ប៉ាយនៅសោកសពមកឆៃឆេផ្ទះរបស់ខ្ញុំសូមលោកជួយមើលផងទៅណា លោកអាម៉ាតប៉ាយប្រាប់គេឲ្យទៅសាលាស្រុករាយការណ៍ថាលោកនឹងសម្រាប់កូនស្រីរបស់គាត់ហើយមានរឿងអញ្ចឹងមែនទេ ខ្ញុំសម្រាប់គេមានសាស័យនឹងផោះតាំងដែរទេ ផោះតាំងហ៎បន្តិចទៀតមានហើយ លោកអាម៉ាត់នេះរកឃើញនៅក្នុងបន្ទប់ឆាយលៀង ហាតែយ៉ាងឯងពិតជាសម្រាប់កូនស្រីរបស់យើងមែនទេលោកច្បាយស្រុងលោកត្រូវការក្តីច្បាស់ណា យកមកដែរលោកម្ចាស់ទីក៏មិននៅទីនេះហើយតែលោកមានពាក្យអ្វីចង់និយាយទៀត ណែសាយមកខាងនេះ យើងត្រូវការកូនស្រីយើងឯងจะសាយជ្រូកងាត់យកមកធ្វើអីលោកម្ចាស់មិញនេះមានមនុស្សលបចូលក្នុងផ្ទះរបស់ខ្ញុំចាក់សម្រាប់ជ្រូករបស់ខ្ញុំមួយក្បាលដូច្នេះអត់ដឹងថាមានហេតុអីទេកំបិតនៅទីនេះទៅហើយគឺមានតាក់តងជាមួយជ្រូកនេះហ៎ប្រកាសជាមានតាក់តងកំបិតនេះគឺជាកំបិតចាក់ជ្រូកណាឯងនិយាយប្រេះផ្ដាស់muốnបង្កាច់គេផងហីលោកម្ចាស់អាចយកកំបិតនេះទៅផ្ទៀងផ្ទាត់ជាមួយមុខរបួសរបស់ជ្រូកនោះទៅដូចគ្នាបែបបិទតែម្ដងទៀតបាទពីដិតឲ្យស្រួលមួយជំរាបលោកម្ចាស់កំបិតនៅមុខរបួសត្រូវគ្នាតែម្ដងគេយកកំបិតនេះចាក់ជ្រូកមែន លោកម្ចាស់ទីតែរឿងនេះវាយ៉ាងម៉េចហ្នឹងរឿងនេះត្រូវតែសួរគេហើយណា លោកអាបាទ
លោកហៅស៊ីតាក់យិនដល់រីកាប្រាប់ខ្ញុំថាលោកម្ចាស់ទីសម្រាប់កូនស្រីលោកជាមួយឆាយលៀងហើយចូលមិនបានខ្លាចជាជ្រូកទៅវិញណាបានមិនសម្លាប់ល្អហើយឈប់សិនចង់ទៅយករួចខ្លួនដោយបែបនេះហ៎លោកបោះស្រាយប្រាប់យើងច្បាស់ទៅយើងមានចិត្តនឹកកូនស្រីរបស់យើងពេកមិនទោះឯងខុសបើអត់អីទេយើងតែមុនហើយលោកអាម៉ាត់ជាអ្នកធំនឹងគេដែរលោកមួលបង្កាច់គ្រួសារខ្ញុំបែបនេះលោកគួរតែសុំទោសខ្ញុំសិនទៅហីហ៎បានខ្ញុំសុំទោសពួកឯងទៅចុះសុំទោសណាឯងស្រាច្បាស់ណាថ្ងៃក្រោយបើចំមកបង្ករឿងនៅគ្រួសារទីឯងបង្កចប់តែម្ដងទៅកុំឲ្យឯងសាំញ៉ាំជាមួយយើងម្ដងហើយម្ដងទៀតដឹងដែរទេជារឿងយល់ច្រឡំលោកអាម៉ាតពីមុនទីយ៉ាងប្រមាណលោកដល់ហើយខ្ញុំខឹងរហូតដល់ពេលនេះមិនទាន់បាត់ខឹងផងលោកអាម៉ាតយើងត្រូវតែរកមធ្យោបាយធ្វើបាបគេឲ្យណាននៃតែម្ដងទៅខ្ញុំក្តៅកាហាយណាហ្វូគួយលោកមិនមែនជាមនុស្សធ្វើការធំសោះខ្ញុំលែងអីទៅហើយលោកនៅរអ៊ូរទាំមិនឈប់ណែបើចង់យកចិត្តខ្ញុំទៅគិតគូរអំពីខ្សែចំការរាប់ពាន់ហិកតានោះទៅល្អជាងដល់រដូវរំហើយស្រែចម្ការរបស់យើងបានប្រមូលផលទីយ៉ាងវាត្រូវតែចប់ដល់មកប្រសពគិតមែនចម្រាប់បញ្ជីជាមួយគេនៅពេលរដូវរំហើយលោកម៉ាត់ស្រែចម្ការដែលយើងជួលនោះដល់បានល្អណាស់ស្រូវមានផ្លែហើយពោតក៏មានផ្លែដែរតែខ្វះកម្លាំងរឿងស្រោចស្រពដាក់ជីបោចស្មៅឥឡូវជាពេលដែលរវល់ពួកកសិករឆ្លៀតឱកាសទៀតថ្លៃលោកថាទៅមើលតើគួរធ្វើយ៉ាងម៉េចទៅវិញទៅនឹងខ្ញុំមិនយល់ទេពួកគេចង់បានប្រមាណឲ្យប៉ុណ្ណឹងទៅបាទអញ្ចឹងត្រូវចំណាយប្រាក់នាពេលរដូវរំហើយបដូររលំទីយ៉ាងឲ្យបានប្រាក់នៅក្នុងផែនការរបស់យើងនោះរៀបចំស្រេចហើយនៅកណ្ដាស់ប្រាថ្នាយុទ្ធទាមប្រាក់អាចបដូរជាប្រាក់ទាំងអស់បាននៅតំបន់ហើប៉ៃសានតុងយើងបានកក់ស្បៀងរួចហើយដំណាំនៅទីនោះវាទុំមុនខាងយើងនេះមួយខែដល់រដូវច្រូតកាត់ពួកយើងមិនបាច់ជួលគេក្នុងតម្លៃថ្លៃទៀតទេខ្ញុំចង់ជួលពួកគេក្នុងតម្លៃថ្លៃដល់ពេលនោះខ្ញុំចង់ឲ្យអ្នកដែលដឹកជញ្ជូនស្បៀងទទួលបានប្រាក់កម្រៃមួយទ្វេជាពីរគឺច្រើនជាងអ្នកទៅច្រូតកាត់ទៅទៀតហេតុអីទៅពេលដែលយើងជួលដីនេះគឺជាមធ្យោបាយមួយដែលយើងពិភាក្សាគ្នាអាចបដូររលំអាមាត្យបាយបានឲ្យគេជួលដីស្រែតម្លៃថ្លៃហើយឲ្យចំណាយប្រាក់ច្រើនទៅលើដីស្រែទៀតបែបនេះយើងអាចសង្កត់ធ្ងន់ទៅលើលោកអាមាត្យបាយបានហើយណាម្យ៉ាងទៀតជិតដល់ពេលច្រូតទៅហើយយើងឆ្លៀតពេលដែលស្បៀងស្រុកក្រៅទុំនិងស្បៀងស្រុករបស់យើងទុំយើងជួលគេក្នុងតម្លៃថ្លៃឲ្យគេទៅដឹកជញ្ជូនដល់ពេលនោះខ្សែចម្ការរាប់ពាន់ហិកតារបស់លោកអាមាត្យប៉ាយគឺគ្មានអ្នកណាគេអាចច្រូតកាត់បាននោះទេទាំងអស់គ្នាដឹងហើយពេលច្រូតកាត់នៅរដូវវស្សាខ្ញុំចង់មើលដំណាំរាប់ពាន់ហិកតារបស់លោកអាមាត្យប៉ាយរលួយនៅក្នុងស្រែចម្ការតែម្ដងលោកម៉ាត់ប្រាក់នៅក្នុងបញ្ជីយើងគឺនៅសល់តិចតួចណាស់ឥឡូវជាប្រមូលផលទៅហើយជារដូវវស្សាទៀតប្រមូលផលត្រូវការកម្លាំងមនុស្សយើងអត់មានប្រាំងខ្លាចតែទៅមិនរួចនោះទេពួកគេធ្វើស្រាទេអត់ចេះទេពួកគេចេះរកស៊ីទេប្រកាសជាមិនចេះហើយបើគេចេះរកស៊ីគេមកធ្វើស្រែធ្វើអីត្រូវហើយដល់ពេលនោះណាពួកគេនឹងមកច្រូតឲ្យយើងពួកលោកដឹងហើយតាកសិករម្នាក់ត្រូវច្រូតកាត់បើទោះបីជាឃើញដំណាំរបស់អ្នកដទៃក៏គេរបស់ដៃដែរដល់ពេលនោះស្រែរបស់យើងស្បៀងឲ្យទីយ៉ាងនៅក្នុងតម្លៃថ្លៃប្រាក់ដែលយើងឡើងថ្លៃឲ្យគេនោះវាគ្រប់គ្រាន់នឹងថ្លៃជួលកសិករហើយយកប្រាក់ទីយ៉ាងមកប្រមូលផលរបស់យើងมันកាន់តែល្អទេហើយលោកអាម៉ានពិតជាអស្ចារ្យមែនហ្មង
ចំផងចុះឈ្មោះខ្ញុំផងម៉ែទាំងអស់គ្នាកុំចោកកុហលអីណាវាគ្រូគ្នាទេឲ្យប្រាក់ដល់ដៃណា ចំផងណាសេឈ្មោះចំផង ឈ្មោះចំផងទៅ ចំមើលដែរតា ខ្ញុំដែរហើយចុះចំទៅ សេឈ្មោះចំផងនិយាយត្រូវមកខ្ញុំដែរ សេចំផងណាសេចំផង ខ្ញុំផងខ្ញុំមកលបងណា ខ្ញុំដែរលបងណា ខ្ញុំបានធ្វើហើយ ខ្ញុំចង់ធ្វើដែរ ចឹងហើយ មែនហើយខ្ញុំក៏មានការងារធ្វើដែរប្រពន្ធខ្ញុំមិនអត់ស្លាប់ទេ ខ្ញុំមួយផង មែនហើយយើងប្រពន្ធខ្ញុំបានស្បាយហើយជ្រោកកាត់បានលុយទៀតហើយបានស្ដតទៀតណា ចុះឈ្មោះខ្ញុំផងលបង ខ្ញុំដែរទីយ៉ាឯងនិយាយត្រូវហើយមើលទៅផែនការរបស់ឯងមានប្រសិទ្ធភាពណាស់ លពងអញ្ចឹងនៅហត់លពុះហើយណា ខ្ញុំផង លោកអាម៉ាត់អ្មេចបានជាលោកខ្លាយទៅជាយ៉ាងនេះ ព្រួយបារម្ភហ្នឹងណារឿងជួលកសិករយ៉ាងម៉េចហើយ យ៉ាងមួយខែបុណ្យទីយ៉ាបានជួលកសិករទាំងអស់ទៅស្រុកក្រៅដឹកស្បៀងបាត់ទៅហើយរហូតដល់ពេលនេះនៅមិនទាន់មកវិញផងខ្ញុំដើររកប្រហែលថ្ងៃហើយសូម្បីតែសមោលមនុស្សក៏រកមិនឃើញផង ចង់ហ្វូគួយមិនក៏មិនតាន់ឃើញត្រឡប់មកវិញ លោកអាម៉ាត់ ហ្វូគួយដំណើររបស់យើងយ៉ាងម៉េចហើយ របស់យើងមកវិញអស់ទៅហើយដំណាំទាំងអស់នោះរលួយនៅក្នុងចំការទាំងអស់ទៅហ្មងនឹងណា ចាប់ហើយដំណាំរបស់ខ្ញុំប្រារបស់ខ្ញុំ លោកអាម៉ាត់គិតយ៉ាងម៉េចទៅឥឡូវ ប្រារបស់ខ្ញុំ ភ្លៀង10ថ្ងៃហើយមិនដឹងថាពេលណារាំងទេ ភ្លៀងកាន់តែខ្លាំងកាន់តែល្អភ្លៀងកាន់តែខ្លាំងទឹកភ្នែករបស់លោកអាម៉ាត់បែកកាន់តែច្រើនទេវតាភ្លៀងមកចោភ្លៀងកាន់តែធំកាន់តែល្អ លោកអាម៉ាត់គិតយ៉ាងម៉េចទៅឈប់ចំទៀតទៅឈប់សំណាយលក្ខណៈយើងទៅយើងត្រូវគិតឲ្យស្រួលបួលត្រូវតែខំរកមធ្យោបាយ លោកអាម៉ាត់អាស្បៀងរាប់ពាន់ហិកតារបស់យើងរលួយក្នុងស្រែអស់ទៅហើយបើយើងអត់មានស្បៀងយកស្អីទៅទប់ទល់ជាមួយនឹងទីយ៉ាង ឯងធ្វើស្បៀងរបស់យើងរលាយអស់ លោកអាម៉ាត់ប្រហែលថ្ងៃនេះយើងយំឡើងវិញវត្តហើយយើងទៅប្លន់ស្បៀងរបស់គេទៅបើការខាត់បងរបស់យើងវិញហីត្រូវហើយនេះហៅថាខាត់ខាងក្នុងប៉ះបើខាងក្រៅវិញណាភ្លើមែនស្បៀងរបស់គេច្រើនយ៉ាងនេះពួកយើងប្លន់គេមានអាណាដឹកជញ្ជូនយ៉ាងនេះឯងគិតតែមើល អញ្ចឹងយើងឲ្យក្បាលខ្មៅទៅប្លន់ទៅ មិនមែនខ្ញុំទៅរកក្បាលខ្មៅជាច្រើនលើកទៅហើយគេចេះទៀមទាលក្ខខណ្ឌប្រេះផ្ដាស់គេយកស្បៀងរបស់ខ្ញុំហើយទាប្រាក់របស់ខ្ញុំទៀតអញ្ចឹងខ្ញុំត្រូវការទេ អញ្ចឹងយើងធ្វើយ៉ាងម៉េចទៅមិនអាចចូលមើលពួកគេដឹកស្បៀងបញ្ឈឺយើងនោះទេឆាប់រំជប់បាយទៅ តាមផ្លូវដែលពួកគេដឹកស្បៀងនោះណាមានទំនប់ទឹកមួយឲ្យតែយើងប៉ាន់ស្មានពេលវេលាហើយគេឲ្យទៅរុះចេញណាកុំថាឡាយស្បៀងសំបីតែមនុស្សក៏យើងមិនឲ្យមកវិញដែរលើនេះពួកយើងវាយប្រហារលោកអាម៉ាត់ប៉ាយខ្លាំងយ៉ាងនេះគេអត់មានកម្លាំងធានប៉ុន្តែពួកវែងនេះនៅកម្រៅអាចចឹកមនុស្សបានពួកយើងត្រូវតែបង្ខំឲ្យគេដើរផ្លូវតល់ច្រកមួយជំហានម្ដងមែនហើយមនុស្សយ៉ាងនេះមិនអាចឲ្យគេដកដង្ហើមបានទេ ក្បួនស្បៀងរបស់យើងដល់ពេលណាហើយ ក្បួនរបស់យើងឆ្លងផុតបន្ទាយសិនທາງហើយតាមខ្ញុំយល់ពួកពូលីងក៏ត្រូវភ្លៀងធ្វើឲ្យស្ទះដំណើរការដែរ ស្បៀងមិនធ្វើឲ្យទឹកទេហ៎ អត់ទេពូលីងទុកស្បៀងសំខាន់ជាងអ្វីទៅទៀតណា
គាត់មិននឹងអាចឲ្យស្បៀងត្រូវទឹកបានទៅគាត់មិនធ្វើអញ្ចឹងទេ និយាយត្រូវតែខ្ញុំនៅតែខ្លាចលោកអាមាត្យប៉ាយប្រើល្បិចនៅតាមផ្លូវឡើយចេះណាឯងរកមនុស្សទៅមើលគេប្រមូលផ្ដុំមនុស្សហើយចាំមកប្រាប់ខ្ញុំយើងទៅជាមួយគ្នា ហើយមើលទៅមេឃនេះប្រហែលជាលែងភ្លៀងហើយណ៎ ព្រឹកមិញទិសអាគ្នេយ៍ហើយយកមើលទិសពីយប់មើលទៅមេឃនេះអត់ភ្លៀងទេ បើអស់ភ្លៀងហើយទីយ៉ាងកំពុងតែចាំពួកយើងខ្ញុំគិតថាទាំងអស់គ្នាចេញដំណើរទៅយើងចេញមកជាង1ខែហើយ ត្រូវហើយនេះគឺជាកន្លែងដែលលោកអាមាត្យប៉ានិយាយហើយគឺជីកន្លែងនេះទៅ ជីទីនេះហើយ ជីហើយ ជីបន្លាយទឹកមួយទៅបានហើយម្ដងទៅទៀតឲ្យទឹកធៀបចូលហើយចាប់ឡើងញោមដៃញោមជើងទេហើយអ្នកស្ទូចត្រីនោះដើរចេញទៅប្រយ័ត្នគេដាក់រំសេវផ្ទុះនាំត្រូវរបួសទាំងអស់គ្នាណា ចឹងគិតតែមិនទៅ ដាក់ទាំងគេតែម្ដងទៅឆាប់ឡើង ឆាប់ឡើង ឆាប់ឡើងឲ្យលឿនឡើង ទៅ ឆាប់ឡើង ឆាប់ឡើង យ៉ាមកហើយឆាប់ឡើងឆាប់គេមកហើយឆាប់ឡើងឆាប់ឡើងកំសេកំសេ ទៅហើយដល់ថយទៅលឿន អាយ៉ាឆាប់ឡើងឯងគឺអាយ៉ាទីយ៉ាងឯងនេះយូរព្រះអើយ